ស្វាគមន៍ទាំងអស់គ្នាមកកាន់ Channel កាវ៉ា ហើយថ្ងៃនេះ Admin មកសម្ដែងរឿងថ្មីដោយរឿងរបស់យើងនឹងមានចំណងជើងថាប្ដូរសាលាជប់ស្នេហ៍ដោយតួឯកស្រីរបស់យើងនឹងក៏ប្រឡងខ្លួនទៅជាមនុស្សប្រុសដើម្បីមករៀននៅក្នុងសាកលវិទ្យាល័យដែលមានតែមនុស្សប្រុសសុទ្ធដោយកុំឲ្យខាត់ពេលវេលាយូរយើងទៅតាមដានរឿងរបស់យើងហ្មងទៅចាប់ផ្ដើមរឿងដំបូងគឺឃើញតួស្រីរបស់យើងគាត់ព្យាយាមរត់មកសាលាដើម្បីឲ្យទាន់ម៉ោងព្រោះគាត់បានមកយឺតហើយគាត់រត់មកហ្នឹងគាត់ក៏បានបុកជាមួយនឹងតួប្រុសរបស់យើងគាត់មានឈ្មោះថាសាណូតួស្រីរបស់យើងនឹងឈ្មោះមីស៊ូគីហើយតួប្រុសរបស់យើងក៏បាននិយាយថាមិនក៏សលេងរបស់ឯងដូចជាមនុស្សស្រីមកហើយតួស្រីរបស់យើងគាត់ខ្លាចបែកការគាត់ក៏បានរត់ទៅឡើងលឿនហើយគាត់ទៅដល់គាត់ក៏បានបើកទ្វារដើម្បីណែនាំឈ្មោះប្រាប់អ្នកគ្នាថាខ្ញុំឈ្មោះមីស៊ូគីខ្ញុំទៅបដូរសាលាមកពីសហរដ្ឋអាមេរិកហើយអ្នកគ្រប់គ្នានឹងផ្អើលមែនតើគាត់ទៅលើថាតួស្រីរបស់យើងបដូរពីសហរដ្ឋអាមេរិកហើយគ្រូក៏បានប្រាប់អ្នករួមថ្នាក់យើងទៅថានេះជាសិស្សថ្មីណែនាំឈ្មោះណែនាំអីឲ្យអ្នករួមថ្នាក់ស្គាល់ប៉ុណ្ណឹងទៅហើយបន្ទាប់មកយើងក៏បានឃើញតួឯករបស់យើងហ្នឹងគាត់ក៏បានដើរមកហើយយកកាតាបមកដាក់លើក្បាលរបស់តួស្រីដោយសារតួស្រីគាត់ផុតមកបញ្ញាប់ហើយគាត់ជ្រុះកាតាបរបស់អ្នកទាំងអស់គ្នាពេលគាត់បុកគ្នាមិញហ្នឹងតមកតួប្រុសរបស់យើងថាថ្ងៃក្រោយទៅចែងផងតួស្រីរបស់យើងគាត់ក៏បានថាអរគុណហើយគាត់បានងាកមើលទៅប៉ែនៅសិតអញ្ចឹងហ្នឹងក៏បានឃើញឈ្មោះរបស់តួប្រុសហើយតួប្រុសគាត់ប្រកួតកីឡារត់ប្រណាំងបានលេខ1ទៀតអ្នកទាំងអស់គ្នាទៅ8ហើយសង្ហាទៀតនិយាយទៅអែមប្រោយតួប្រុសរបស់យើងតែគ្រាន់តែមើលទៅដូច introvert តែតួស្រីរបស់យើងគាត់មានអារម្មណ៍ថាគាត់រៀងអៀនជាមួយនឹងតួប្រុសហ្នឹងមែនតើហើយបន្ទាប់ពីម៉ោងសម្រាកតួស្រីរបស់យើងគាត់ក៏បានស្រឡងទៅមើលមិត្តរួមថ្នាក់របស់គាត់ដែលមានមិត្តភក្តិលេងជាមួយគ្នាជុំវិញហ្នឹងតែគាត់វិញគាត់អត់មានទេព្រោះគាត់ទៅប្ដូរសាលាមកហើយគាត់ក៏សប្បាយចិត្តដែរព្រោះគាត់បានមករៀននៅក្នុងសាលាហ្នឹងគាត់ពិតជាអរគុណដែលបានដូរមកក្នុងសាលាហ្នឹងមែនតើហើយគាត់ក៏បានងើបឈរឡើងដើម្បីទៅនិយាយជាមួយនឹងតួប្រុសរបស់យើងសាណូហ្នឹងដើម្បីសុំសាណូធ្វើជាមិត្តភក្តិរបស់គាត់ដល់ពេលគាត់ចូលទៅដល់គាត់សួស្ដីសាណូណែនាំឈ្មោះថាខ្ញុំឈ្មោះមីស៊ូគីហើយនិយាយទៅតួប្រុសរបស់យើងគឺខ្មើតហ្មងណាអ្នកនរគ្នាគាត់មិននិយាយរកគាត់ងើបដើរចេញគ្មានងាកមើលក្រោយទេហើយបាញ់តួស្រីឡើងចុកទេថាខ្ញុំមិនចង់រត់អានមិត្តភក្តិអីទេបែរជានិយាយចឹងដល់តួស្រីវិញហើយតួស្រីព្យាយាមហៅឃាត់សាណូនិយាយទៅថាខ្ញុំគ្រាន់តែចង់ធ្វើជាមិត្តភក្តិរបស់យូរឯងប៉ុណ្ណោះតែតួប្រុសរបស់យើងគាត់ដើរគ្មានងាកមើលក្រោយទេហើយអ្នកគ្រប់គ្នានឹងគាត់ក៏ភ្ញាក់ផ្អើលដែរដែលឃើញតួស្រីរបស់យើងហ៊ានទៅនិយាយមួយតួប្រុសចឹងណាហើយបន្តមកទៀតក៏មានប្រុសសក់លឿងដែលគាត់មានឈ្មោះថា Nagasu ដែលខ្ញុំហៅគាត់ថាតើ Naga ទៅ Naga គាត់បានមកនិយាយមួយតួស្រីថាមិនបាច់ចាំទៅពាក់ព័ន្ធជាមួយនឹងម្នាក់ហ្នឹងទេសាណូហ្នឹងគាត់ល្បីហើយគាត់សង្ហាចឹងគាត់រៀងខ្មើតគាត់មិនចង់រត់អិនមិត្តមួយអ្នកគេទាំងអស់ហើយបន្តមកទៅតួស្រីគាត់ថាគាត់គ្រាន់តែចង់មានមិត្តភក្តិតែប៉ុណ្ណឹងហើយប្រុសសក់លឿងហ្នឹងគាត់បាននិយាយថាកុំភ័យចាំគាត់ធ្វើជាមិត្តភក្តិរបស់នាងហើយគាត់ក៏បាននាំតួស្រីរបស់យើងហ្នឹងគាត់ដើរជុំវិញសាលាហើយនឹងជូនតួឯកស្រីរបស់យើងហ្នឹងគាត់ទៅរកបន្ទប់សម្រាកព្រោះនៅក្នុងសាលាហ្នឹងគឺគេឲ្យសិស្សសម្រាកនៅក្នុងសាលាហ្មងណាហើយអឺតួស្រីរបស់យើងគាត់គ្រាន់តែដឹងថាត្រូវនៅបន្ទប់រួមគ្នាជាមួយនឹងមនុស្សប្រុសគាត់ភ័យខ្លាំងមែនទែនព្រោះគាត់ជាមនុស្សស្រីហើយគាត់ច្រឡំខ្លួនអញ្ចឹងគាត់ខ្លាចបែកការដែលគេដឹងតមកក៏កំពុងតែដើរដើម្បីទៅរកបន្ទប់ហ្នឹងស្រាប់តែមានមនុស្សប្រុសម្នាក់មកធាក់ប្រូសក់លឿងពីក្រោយខ្នងមួយជើងផាំងឡើងកាប់មុខប្រូហ្នឹងមិនដែលមាននិយាយអីច្រើនទេធាក់យកបណ្ដោយហើយគាត់ក៏បានណែនាំខ្លួនទៅទូស្រីហ្នឹងទៅថាគាត់គឺជាដុកទ័រប្រចាំសាលាហ្នឹងគាត់និយាយតែប៉ុណ្្នឹងហើយគាត់ក៏ត្រឡប់ទៅវិញទៅហើយប្រុសស្អកលឿងមកខ្សឹបប្រាប់ទូស្រីថាម្នាក់ដុកទ័រហ្នឹងណាជាអាក្រក់មែនទែនព្រោះគាត់កាចដាក់តួសុំតួ sorry អ្នកនរគ្នាគាត់កាចចំពោះប្រុសស្អកលឿងហើយបន្តមកទៀតទៅក៏បន្តដើរទៅមុខទៀតដើម្បីទៅរកបន្ទប់ដែលគេត្រូវសម្រាកយប់ហ្នឹងហើយដល់ពេលដើរទៅគាត់ក៏បានជួបជាមួយនឹងឆ្កែមួយរត់មករកគាត់ដែលឆ្កែហ្នឹងមានឈ្មោះថា Yujiro និយាយទៅឆ្កែឈ្មោះព្រោះជាងមនុស្សទៀតហើយអាកូនឆ្កែហ្នឹងខ្ជូតទៀតហ្នឹងណាឃើញមនុស្សស្រីអត់បានតមកទៀតទៅក៏ទូប្រុសគាត់និយាយថាឆ្កែហ្នឹងគឺជាឆ្កែរបស់អ៊ំប្រុសម្នាក់នៅជាន់ខាងលើដែលគាត់គឺជាអ្នកយាមសាលាអ្នកទាំងអស់គ្នាហើយតមកទៀតទៅក៏គាត់ដើរក៏បានជួបនឹងប្រុសមួយទៀតដែលគាត់មានឈ្មោះថា
Kayashima ខ្ញុំហៅថាប្រូសក់ខៀវហ្មងទៅងាយស្រួលហៅអ្នកទាំងអស់គ្នាព្រោះប្រូហ្នឹងមើលទៅស្ងាត់ទេតែវារៀងដូចម៉េចៗចឹងឯងខ្ញុំប្រហែលនិយាយដែរអ្នកទាំងអស់គ្នាតាមដានតទៀតទៅដឹងហើយតែសំខាន់ប្រូហ្នឹងស្អាតហើយបន្ទាប់មកប្រូសក់លឿនហ្នឹងគាត់ក៏បាននិយាយថាគាត់នៅបន្ទប់203ហើយទស្សនរបស់យើងត្រូវនៅបន្ទប់205ជាមួយនឹងសាណូដោយសារសាណូគាត់នៅម្នាក់ឯងអ្នកទាំងអស់គ្នាហើយបន្តមកទៀតទៅក៏ទស្សនយើងគាត់ក៏បានចូលទៅក្នុងបន្ទប់ហ្នឹងក៏បានសួស្ដីទៅកាន់សាណូព្រោះសាណូគាត់អង្គុយនៅក្នុងហ្នឹងហើយគាត់ក៏បាននិយាយថាគាត់ចង់ធ្វើជាមិត្តភក្តិមួយសាណូចឹងទៅតែសាណូគាត់ថាគាត់អត់ចង់មានមិត្តភក្តិអីហ្នឹងតមករឿងរបស់យើងក៏កាត់មកដល់ពេលយប់ដែលត្រូវដល់ពេលបាយល្ងាចចឹងទៅអ្នកនរគ្នាហើយទស្សនរបស់យើងគាត់ក៏បានបាត់សាណូនៅក្នុងបន្ទប់អត់ឃើញសាណូទេពេលដែលទស្សនរបស់យើងគាត់ដើរចេញមកក្រៅហ្នឹងគាត់ក៏បានជួបនឹងម្នាក់សក់ពណ៌ត្នោតគេអត់មានប្រាប់ឈ្មោះខ្ញុំទេអ្នកនរគ្នាអញ្ចឹងខ្ញុំក៏អត់ដឹងថាគាត់ឈ្មោះអីដែរអញ្ចឹងហៅគាត់ថាប្រូសក់ត្នោតឬមួយក៏ប្រូសង្ហាអញ្ចឹងទៅហៅប្រូសង្ហាហ្មងចុះគាត់គឺជាអ្នកអនុវត្តច្បាប់នៅក្នុងសាលាហ្នឹងនៅក្នុងដមហ្នឹងណាអ្នកនរគ្នាសម្រាប់អ្នកស្នាក់នៅក្នុងហ្នឹងគាត់ជាអ្នកអនុវត្តហើយគាត់ក៏បានប្រាប់ថានៅម៉ោង6ល្ងាចអ្នកនរគ្នាត្រូវទៅញ៉ាំបាយអញ្ចឹងទៅមកចូលម៉ោងហ្នឹងហើយបន្ទាប់មកគាត់ក៏នាំទស្សនយើងដើរទៅក៏បានជួបនឹងក្មេងប្រុសម្នាក់គាត់ពណ៌ផ្កាឈូកនិយាយទៅមិនក្មេងប្រុសអីទេគាត់រៀននៅក្នុងសាលាហ្នឹងដែរហើយគាត់គឺជា idol ម្នាក់នៅក្នុងសាលាហ្នឹងដោយសារគាត់សង្ហាគាត់ស្អាតភ្ជុំទៀតអញ្ចឹងទៅតែនៅពេលឥឡូវហ្នឹងប្រាប់គេល្បីថាទស្សនរបស់យើងហ្នឹងគឺស្អាតបន្ទាប់ពីម្នាក់ប្រុសហ្នឹងហើយទស្សនរបស់យើងតាក់ទាញយុវជនប្រិយភាពរបស់ម្នាក់ប្រុសហ្នឹងអញ្ចឹងគាត់បញ្ញាផុតទៅកន្លែងគេដឹងគេធ្វើអីណាហើយខ្ញុំមិនសូវដឹងដែរចាំមើលតទៀតទៅចឹងភាគយើងចប់តែប៉ុណ្្នឹងណាអ្នកនរគ្នាចាំមើលភាគបន្តនៅថ្ងៃក្រោយទៀតអរគុណអ្នកនរគ្នាបាយបាយ